ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់វល្លិសាវម៉ាវព្រៃនៅក្នុងឱសថបុរាណព្យាបាលបោសនិងបន្សាបពិសសត្វល្អិតខាំការបុកស្លឹកស្រស់បិទពីលើមុខបោសឬកន្លែងសត្វល្អិតតិចខាំជួយកាត់បន្ថយការហើមនិងបឺតជាតិពិសចេញតើបងប្អូននៅចាំរុក្ខជាតិមួយប្រភេទនេះទេកាលពីក្មេងៗឲ្យតែដើរទៅក្បែររបងចំការឬដីវាលមុខជាមិនរំលងផ្លែឈើតូចៗពណ៌លឿងទុំនេះឡើយនេះគឺវល្លិសាវម៉ាវព្រៃឬអ្នកខ្លះហៅថាល្ហុងព្រៃលក្ខណៈពិសេសរបស់វាគឺផ្លែខ្ចីមានស្រោមសំណាញ់ដូចសម្បុកបាក់សីព័ទ្ធជុំវិញប៉ុន្តែនៅពេលដែលវាទុំវានឹងកោពណ៌ទៅជាពណ៌លឿងទុំតូចៗគួរឲ្យស្រឡាញ់ពេលយើងបកសម្បកស្តាងរបស់វាចេញនឹងឃើញគ្រាប់តូចៗដែលមានទឹកថ្លាស្រាប់ពីក្រៅស្រដៀងនឹងផ្លែផាសសិនដែររសជាតិរបស់វាវិញគឺជូរអែមឆ្ងាញ់ប្រហើរនិងជួយបំបាត់ការងងុយគេងបានយ៉ាងល្អមិនត្រឹមតែផ្លែអាចញ៉ាំលេងបាននោះទេត្រួយខ្ចីរបស់វាក៏ជាបន្លែព្រៃដ៏មានឱជារសសម្រាប់យកទៅស្លក់គោឬស្រុះធ្វើជាអន្លក់ផងដែរកាន់តែពិសេសជាងនេះទៅទៀតនៅក្នុងឱសថបុរាណគេតែងតែយកដើមនិងស្លឹករបស់វាទៅហាលស្ងួតធ្វើជាតែឆុងពិសាដើម្បីជួយបន្ធូរអារម្មណ៍តានតឹងនិងជួយឲ្យគេងលក់ស្រួលស្កប់ស្កល់ទៀតផងតើនៅតំបន់របស់បងប្អូនគេហៅរុក្ខជាតិមួយនេះថាជាអ្វីដែរកុំភ្លេចខមមិនប្រាប់ខ្ញុំផងណាខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់វល្លិសាវម៉ាវព្រៃនៅក្នុងឱសថបុរាណ 1. ជួយសម្រួលដល់ការគេងនិងប្រព័ន្ធសរសៃប្រសាទអត្ថប្រយោជន៍ចម្បងនៅក្នុងស្លឹកនិងដើមរបស់វាមានសារធាតុមួយយ៉ាងដែលជួយបន្ធូរអារម្មណ៍តានតឹងបំបត្តិអាការៈគេងមិនលក់គេតែងតែយកដើមនិងស្លឹកសាវម៉ាវព្រៃទៅហាលស្ងួតរួចឆុងជាតែផឹកមុនពេលគេងដើម្បីជួយឲ្យគេងលក់ស្រួលស្កប់ស្កល់និងមិនសូវយល់សប្តិច្រើនកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភតែសាវម៉ាវព្រៃជួយឲ្យប្រព័ន្ធសរសៃប្រសាទនិងខួរក្បាលបានសម្រាកបន្ធូរបន្ថយភាពហត់នឿយពីការងារ 2. បញ្ចុះកម្ដៅនិងបន្សាបជាតិពុលដោះស្រាយបញ្ហាខ្តៅក្នុងវល្លិសាវម៉ាវព្រៃជួយបន្សាបជាតិពុលក្នុងរាងកាយសម្រួលដល់ការនោមនិងជួយបំបាត់អាការៈខ្តៅក្នុងស្ងួតបញ្ចុះកម្ដៅថ្ងៃទឹកដែលដាំពីវល្លិស្ងួតត្រូវបានគេប្រើប្រាស់សម្រាប់ផឹកដើម្បីបញ្ចុះកម្ដៅនិងសម្រាលអាការៈគ្រុនក្តៅតិចតួច 3. ព្យាបាលជំងឺសើស្បែកនិងបំបាត់ការរមាស់បំបាត់រមាស់និងពងបែកគេយកស្លឹកស្រស់របស់វាទៅបុកឲ្យម៉ត់រួចយកមកបិទឬលាបលើស្បែកដែលមានអាការៈរមាស់កន្ទួលក្រហមស្រែងឬពងបែកទឹកវាមានសារធាតុប្រឆាំងបាក់តេរីធម្មជាតិដែលជួយឲ្យមុខរបួសឆាប់ស្ងួតព្យាបាលបោសនិងបន្សាបពិសសត្វល្អិតខាំការបុកស្លឹកស្រស់បិទពីលើមុខបោសឬកន្លែងសត្វល្អិតតិចខាំជួយកាត់បន្ថយការហើមនិងបឺតជាតិពិសចេញ 4. សម្រួលដល់ប្រព័ន្ធរំលាយអាហារនិងបញ្ចុះសម្ពាធឈាមជួយសម្រួលការរំលាយអាហារការញ៉ាំត្រួយសាវម៉ាវព្រៃជាបន្លែស្លកគោឬស្រស់ដែលមានរសជាតិល្វីងតិចៗជួយជំរុញការបញ្ចេញទឹកប្រមាត់ធ្វើឲ្យបាយបាននិងសម្រួលដល់ការបន្ទោបង់ជួយសម្រួលសម្ពាធឈាមសារធាតុសកម្មនៅក្នុងរុក្ខជាតិនេះក៏រួមចំណែកជួយសម្រួលសរសៃឈាមនិងរក្សាលំនឹងសម្ពាធឈាមឲ្យមានស្ថិរភាពល្អផងដែរវិធីផ្សំនិងប្រើប្រាស់បែបបុរាណងាយៗ 1. របៀបធ្វើតែសម្រួលដំណេកយកវល្លិនិងស្លឹកសាវម៉ាវព្រៃលាងទឹកឲ្យស្អាតកាត់ខ្លីៗរួចហាលថ្ងៃឲ្យស្ងួតល្អពេលប្រើយកមួយខ្តាប់តូចឆុងជាមួយទឹកក្តៅពុះទុកចោល10ទៅ15នាទីរួចផឹកជំនួសទឹកក្តៅអ៊ុនមុនពេលចូលគេង 2. របៀបប្រើខាងក្រៅលាបបិទយកស្លឹកស្រស់លាងទឹកឲ្យស្អាតបុកលាយជាមួយអំបិលបន្តិចរួចបិទលើតំបន់ស្បែកដែលមានបញ្ហារមាស់ឬហើមបោសការណែនាំបន្ថែមទោះបីជាឱសថបុរាណនេះមានសុវត្ថិភាពខ្ពស់ពីធម្មជាតិក៏ដោយប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំពេទ្យប្រចាំកាយជាពិសេសថ្នាំពាក់ព័ន្ធនឹងប្រព័ន្ធសរសៃប្រសាទឬថ្នាំគេងលក់គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនមុននឹងប្រើប្រាស់បែប